រឿងភក្តីស្នេហ៍វិចិត្រគឺជាក្មេងកំព្រាម្នាក់ដែលរស់នៅក្នុងភូមិមួយដោយវិចិត្រមានចរិតស្លូតបូតនិងសុភាពរាបសារនិយាយស្ដីចេះគោរពចាស់ទុំដែលធ្វើឲ្យអ្នកភូមិទាំងអស់គ្នាបានអាណិតស្រឡាញ់ទៅលើវិចិត្រសុភាគឺជាកូនស្រីរបស់អ្នកមានមុខមាត់នៅក្នុងភូមិដោយសុភាមានចរិតស្លូតបូតសុភាពរាបសារដែលធ្វើឲ្យបុរសដែលបានជួបនាងហើយមានចិត្តស្រឡាញ់ទៅលើនាងរូបសម្ផស្សរបស់នាងក៏ស្អាតល្អខុសពីស្រីដទៃថ្ងៃមួយសុភានិងវិចិត្រក៏បានជួបគ្នាដោយចៃដន្យវិចិត្រគ្រាន់តែឃើញសុភាភ្លាមហើយបេះដូងរបស់គេក៏លោតញាប់ហាក់ប្លែកខុសពីធម្មតាថ្ងៃដំបូងដែលពួកគេបានជួបគ្នាគេក៏បាននិយាយសួរគ្នាទៅវិញទៅមកសុភាក៏បានសួរទៅវិចិត្រថាបងចិត្របងស្ទូចត្រីបានដែរអត់ណាវិចិត្រក៏ឆ្លើយតបដោយស្នាមញញឹមបានតាអូនបានតិចដែរអាចនឹងហូបរួចមួយពេលដែរម្នាក់ឯងហើយវិចិត្រក៏បានសួរទៅសុភាវិញថាហើយអូនទៅណាមកណាដែរនោះសុភាក៏បានតបថាខ្ញុំមកដងទឹកទៅទុកប្រើប្រាស់នឹងណាបងពេលនោះសុភាក៏ដងទឹករួចក៏លាវិចិត្រទៅផ្ទះវិញបងចិត្រខ្ញុំទៅផ្ទះមុនហើយណាបងវិចិត្រក៏តបថាបានអូនទៅមុនចាស់តិចទៀតបងទៅដែរហើយព្រោះត្បិតអីវារៀងល្ងាចបន្តិចណាស់ទៅហើយដោយត្បិតថាផ្ទះរបស់ពួកគេនៅជិតគ្នាមែនតែពួកគេទាំងពីរពុំដែលបានជួបនិយាយគ្នាឡើយតែវិចិត្របានលួចស្រឡាញ់សុភាតាំងពីយូរមកហើយតែគេដឹងខ្លួនថាគេនៅកម្រិតណាសុភានៅកម្រិតណានៅពេលវិចិត្រត្រឡប់ទៅផ្ទះវិញគេក៏បានយកត្រី2-3ទៅជូនម្ដាយរបស់សុភាអ្នកមីងក្មួយបានត្រី2-3ជូនអ្នកមីងទុកគ្រាន់ធ្វើជាម្ហូបម្ដាយរបស់សុភាក៏តបថាអរគុណហើយណាក្មួយវិចិត្រហើយបានត្រីច្រើនអត់ហ្នឹងឲ្យមីងច្រើនម្លេះតិចអស់ខានខ្លួនឯងទៅវិចិត្រតបថានៅមានទៀតតាមីងខ្ញុំតែម្នាក់ឯងហូបតែ1-2គឺគ្រាន់ហើយចុះពូគាត់ទៅណាហើយមីងដូចជាមិនឃើញសោះម្ដាយរបស់សុភាក៏តបថាអូពូរបស់ឯងគាត់ទៅមើលស្រែមិនទាន់មកវិញទេប្រហែលជាបន្តិចទៀតតើគាត់មកដល់ផ្ទះវិញវិចិត្រក៏តបថាបាទអ្នកមីងអញ្ចឹងក្មួយសុំលាអ្នកមីងទៅផ្ទះវិញហើយព្រោះត្បិតអីមិនទាន់ដឹកក្របីចូលក្រោលនៅឡើយទេម្ដាយរបស់សុភាក៏តបថាចាក្មួយទៅចុះមីងអរគុណហើយសម្រាប់ត្រីដែលក្មួយឲ្យមកមីងនេះបាទអ្នកមីងមិនអីទេអញ្ចឹងខ្ញុំសូមលាទៅសិនហើយអស់រយៈពេលកន្លងយូរថ្ងៃយូរខែយូរឆ្នាំវិចិត្រនិងសុភា
ក៏បានស្រឡាញ់គ្នាខ្លាំងទៅដែលការស្រឡាញ់របស់ពួកគេទាំងពីរគឺពុំមានចាស់ទុំណាជំទាស់នោះឡើយដោយគាត់បានឃើញការខិតខំប្រឹងប្រែងរបស់វិចិត្រគឺការតស៊ូនិងការព្យាយាមនិងភាពស្មោះត្រង់ដែលធ្វើឲ្យចាស់ទុំទាំងពីរទន់ចិត្តព្រមទទួលយកវិចិត្រដោយមិនមានការជំទាស់អ្វីឡើយបន្ទាប់មកវិចិត្រនិងសោភាក៏បានរៀបការរួមរស់ជាគ្រួសារប្តីប្រពន្ធជាមួយគ្នាដោយមានសេចក្តីសុខជារៀងរហូតទៅរឿងនិទានខ្លីក៏បានបញ្ចប់ត្រឹមនេះសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច Subscribe និងរូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងសង្ឃឹមថានឹងជួបពុកម៉ែបងប្អូនទាំងអស់គ្នានៅវីដេអូក្រោយទៀតមួយទៅចោះមិញអរគុណហើយសម្រាប់ត្រីដែលក្មួយឲ្យមកមិញនេះបាទអ្នកមីងមិនអីទេអញ្ចឹងខ្ញុំសូមលាទៅសិនហើយអស់រយៈពេលកន្លងយូរថ្ងៃយូរខែយូរឆ្នាំទៅវិចិត្រនិងសោភាក៏បានស្រឡាញ់គ្នាខ្លាំងទៅដោយការស្រឡាញ់របស់ពួកគេទាំងពីរគឺពុំមានចាស់ទុំណាជំទាស់នោះឡើយដែលគាត់បានឃើញការខិតខំប្រឹងប្រែងរបស់វិចិត្រគឺការតស៊ូនិងការព្យាយាមនិងភាពស្មោះត្រង់ដែលធ្វើឲ្យចាស់ទុំទាំងពីរចិត្តទន់ព្រមទទួលយកវិចិត្រដោយមិនមានការជំទាស់អ្វីឡើយបន្ទាប់មកវិចិត្រនិងសោភាក៏បានរៀបការរួមរស់ជាគ្រួសារប្តីប្រពន្ធជាមួយគ្នាដោយមានក្តីសុខជារៀងរហូតទៅរឿងនិទានខ្លីខ្ញុំក៏សូមបញ្ចប់ត្រឹមនេះសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយចុច Subscribe និងរូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងសង្ឃឹមថាជួបគ្នានៅវីដេអូបន្តទៀត